ខ្លះនឹងក៏ស្លាប់ដោយអស់ទាំងបុណ្យអស់ទាំងអាយុខ្លះទៀតក៏ស្លាប់ដោយកម្មមកកាត់ផ្ដាច់ញោមមើលកូនខ្លះនៅក្នុងផ្ទៃគាត់តែមកចាប់ផ្ទៃទៅក៏រលូតក៏ចាក់ស្លាប់បាត់ទៅតើបានធ្វើអីផងស្លាប់បាត់ក្មេងខ្លះគាត់តែកើតមកអាយុពងពេញស្រឡាញ់ 4-5 ឆ្នាំខ្លះកំពុងតែពេញវ័យក៏ស្លាប់បាត់ទៅញោមខ្លះកំពុងតែដើរកំពុងតែសបាយជិះម៉ូតូជិះកង់រំច្រៀងរំសបាយចាក់ចេញពីកន្លែងសបាយក៏ត្រូវគ្រោះថ្នាក់ស្លាប់បាត់ទៅនឹងកម្មមកកាត់ផ្ដាច់បាត់ទៅញោមញាតខ្លះហ្នឹងក៏ចម្រើនដោយសេចក្តីល្អទៅរស់ញោមហ្នឹងដល់អាយុខៃហើយ70ជាងហើយស្លាប់ដោយអស់អាយុទៅតាមវ័យដែលវាត្រូវអស់ត្រឹមហ្នឹងចឹងហើយបានដូចជាបាសិកាឈុនលីគាត់ស្លាប់ក្នុងជនមានអាយុ64ថាមិនទាន់ដល់ពេលវេលាញោមកម្លាំងកម្មមកកាត់ផ្ដាច់ស្លាប់ចាក់ចោលអញ្ចឹងដូចជាក្នុងវេលាគ្រាឱកាសនេះញោមញាតិជាពុទ្ធបរិស័ទដែលបានគោរពអញ្ជើញមកក្នុងវេលាគ្រាឱកាសនេះមិនមែនអត់ផលទេអញ្ចឹងត្រូវគិតថានៅពេលដែលញោមញាតិបានមកចូលរួមចំណែកនៅក្នុងកម្មវិធីបុណ្យសពញោមកំពុងតែធ្វើសេចក្តីល្អសម្រាប់ខ្លួនឯងផងនិងកំពុងតែជួយរំលែកទុក្ខដល់ក្រុមគ្រួសារសពផងត្រង់ចំណុចណាដែលញោមធ្វើល្អចំពោះខ្លួនឯងត្រង់ចំណុចណាដែលញោមញាតិមកចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពញោមញាតិអញ្ជើញមកស្ដាប់ពធញោមញាតិមកឃើញនៅណាសពឧបាសិកាដែលបានលះលោកនេះទៅញោមមានសង្វេគកើតនៅសេចក្តីសង្វេគតក់ស្លុតនឹងសេចក្តីស្លាប់ថាកើតនៅការពិចារណានឹងហើយបង្កើននូវសតិបញ្ញាសម្រាប់ខ្លួនឯងហើយមួយចំណែកទៀតគឺចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពនៅពេលដែលក្រុមគ្រួសារយើងកំពុងតែមានទុក្ខមានញាតិមិត្តអ៊ំពូមីងបងមកចូលរួមឲ្យបានច្រើនកុសកទៅក៏អាសេចក្តីសោកខ្សឹកខ្សួលយំយែកសោកស្ដាយអាឡោះអាល័យហ្នឹងក៏វាក្រំធូរបន្តិចទៅបានបងប្អូនមកថាវាកិច្ចវាមិនផុតទេធ្វើម៉េចបើគាត់បានលះលោកនេះទៅកាន់លោកខាងមុខហើយបានបងប្អូននិយាយអញ្ចឹងបន្តិចទៅក៏ដូចជាក្រំស្រឡះដែរក៏ក្រំមានភាពកក់ក្ដៅនៅក្នុងផ្លូវចិត្តដែរញោមញាតិពុទ្ធបរិស័ទទាំងឡាយក៏គប្បីគិតថាម៉េចគិតដកចិត្តថាយើងកើតមកពីពូជអ្នកស្លាប់ហើយយើងកំពុងតែដើរពីក្រោយដែរហើយញោមយាយតាយើងក៏គាត់ស្លាប់ហើយតាទួតយាយទួតយើងនឹងពីមុនមកក៏គាត់ស្លាប់ហើយឥឡូវនេះដល់ខណៈនេះម្ដាយរបស់យើងក៏បានលះលោកនេះទៅកាន់លោកខាងមុខហើយអញ្ចឹងអាខណៈទាំងអស់ហ្នឹងហើយដែលយើងកើតបទពិចារណាហើយបទពិចារណានេះញោមញាតិមិនមែនកើតតែចំពោះក្រុមគ្រួសារទេក៏កើតទាំងញោមញាតិដែលគ្រប់អញ្ជើញចូលមកនេះបាទគ្រប់អញ្ជើញចូលមកហ្នឹងកើតនៅការពិចារណាអញ្ចឹងឯងកើតជាបុណ្យកើតជាកុសលសម្រាប់ខ្លួនយើងអញ្ចឹងបានថាបុណ្យសពនេះញោមញាតិវាឆុងមកអីទេញោមបានថាមកចូលរួមរំលែកទុក្ខណាបើញោមគិតជារឿងអីផ្សេងអានេះជារឿងផ្សេងបើញោមគិតតែផ្លូវល្អគឺល្អហើយគិតតែរឿងស្អីល្អបើយើងមកចូលរួមទៅយើងជួបរឿងបញ្ហាអីផ្សេងអានោះជាអកុសលកម្មដែរវាឲ្យផលសម្រាប់ខ្លួនយើងទេរមយ៉ាងដូចនេះទៅហើយយើងកើតមកអំពីពូជអ្នកស្លាប់ហើយយើងវាមិនអមតៈដែរទាំងអាត្មាភាពជាអ្នកសម្ដែងធម៌លើកយកនៅពធយកមកនិយាយបរិយាយចែកជូនញោមញាតិនេះក៏កិច្ចមិនផុតដូចគ្នាមិនដឹងថាថ្ងៃណាមួយដូចគ្នាព្រោះយើងមិនដឹងថាសេចក្តីស្លាប់នឹងមកប្រកបយើងនៅក្នុងវេលាណាទេអ្នកណានឹងដឹងថាសេចក្តីស្លាប់នឹងមានមកក្នុង
ថ្ងៃស្អែកឬក៏ឥឡូវនេះអត់មានបើដឹងអញ្ចឹងកិច្ចចង់កិច្ចទៅពួននៅសមុទ្រចង់កិច្ចទៅពួននៅកប់ពពកឯណាក៏ដោយក៏មិនអាចកិច្ចផុតបានណាពីស្ដេចនៃមាជោរាជនឹងដូចជាក្នុងពេលដែលយោមញាតឃើញដង្ហែសពយោមបាចលាជយោមប្រាយលាជមានកោមានសម្លៃអីហ្នឹងលោកឧបមាថាញោមញាតដែលបានស្លាប់ទៅហើយឆ្អឹងរបស់យើងនឹងចោលនៅលើផែនដីសសព្រុះចឹងឯងសសព្រុះចឹងឯងហ្នឹងហើយហើយកន្លែងណាមួយដែលថាมันមានឆ្អឹងមនុស្សគ្រាន់តែវារលាយបាត់មែនទេញោមណារលាយបាត់យើងគិតថាបាចទៅគ្រាន់បាចជូនដំណើរសពតាមពិតគ្រប់កិច្ចកម្មវិធីបុណ្យទាំងអស់គឺធ្វើឲ្យយើងនឹកឃើញពិចារណាសម្រាប់អ្នករស់ដូចជាយោមអាចារ្យកាន់ទង់ពលឹងកាន់ទង់សធម្មតាយើងតែលើកទង់សឲ្យអត់ចុះចាញ់ហើយចាំបានន័យថាបាសិកាឈុនលីនេះគាត់ចុះចាញ់ស្ដេចនៃមច្ចុរាជហើយយើងផ្លិចដែរស្កូវមួយអីក៏ឲ្យតន់ដោតទង់អញមិនតន់ចង់សទេលាបថ្នាំបដើតែលាបក៏លាបប៉ុន្តែដឹងថាខ្លួនឯងចាស់ហើយអាត្មាក៏ដូចគ្នាដែរញោមញាតអីរវល់ច្រើនគិតច្រើនទៅសក់ស្កូវព្រមអាត្មាក៏សក់ស្កូវព្រមដែរចាំបានន័យថាបដើដែរហើយអានេះសក់ខ្លីចឹងមើលអត់ឃើញស្កូវបើសក់រីវែងតិចមើលឃើញកន្លះខែកោម្ដងកន្លះខែកោម្ដងសក់ស្កូវព្រមដែរហ្នឹងហើយអញ្ចឹងបានន័យថាយើងកំពុងតែធ្វើដំណើរទៅមុខបន្តិចម្ដងហើយមិនដឹងជាថាអ្នកណាទៅមុនអ្នកណាទៅក្រោយប៉ុន្តែគ្រាន់តែថាអ្នកទៅមុនគាត់បានទៅហើយអ្នកនៅឯក្រោយមានតែជួយធ្វើបុណ្យឲ្យអ្នកមុនព្រោះអ្នកស្លាប់ទៅដូចជាអង្កត់អស់រកប្រយោជន៍គ្មានបើគង់តែថាគល់ឈើក៏គង់តែគេយកមកដុតបានរីឯរូបរាងកាយដែលជាអង្គប្រាណរបស់យើងនឹងនៅពេលដែលអស់ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលគេប្រកាសទៀតទៅរកអាចារ្យមុនគេហើយមែនទេញោមទាំងញោមក្តីទាំងអាត្មាភាពក្តីហ្នឹងនៅពេលដែលអស់ខ្យល់គេស្រឡាញ់ទៅពេលមានខ្យល់ទេរូបរាងជាទីស្រឡាញ់រូបកាយជាទីស្រឡាញ់ប្តីប្រពន្ធកូនចៅនោះគឺស្រឡាញ់នៅតែពេលមានខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលទេនៅពេលដែលអស់ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលខ្លាចគេមិនហ៊ានទុកខ្មោចនៅយូរថ្ងៃខ្លាចក្រែងចង្រៃដល់គ្រឹះហៀគេយកទៅកប់ឬបូជាក្នុងទីនានាជាឋានស្ងាត់ពួកមិត្តសម្លាញ់សាច់ញាតិហៅសុទ្ធតែសោកសៅក្នុងចិត្តនឹងវាពេកក្តាប់យំស្ដាយអញ្ចឹងប៉ុន្តែក្នុងខណៈនឹងស្ដាយហើយប៉ុន្តែក្នុងមួយខែ2ខែ3ខែ4ខែរហូតដល់ឆ្នាំគឺកាន់តែផ្លិចហើយផ្លិចបន្តិចម្ដងរហូតដល់ផ្លិចថ្ងៃដែលអ្នកនឹងស្លាប់ព្រោះស្លាប់ថ្ងៃណាទៅផ្លិចបាត់ហើយនេះអញ្ចឹងយើងក៏មិនចាំណាក៏មិនចាំដូចគ្នាដែរអញ្ចឹងថាប៉ុន្តែនៅពេលដែលស្ដាប់ធម៌អញ្ចឹងទៅវាដូចជាមានអាកាសយៈរលឹកមានសតិនឹងអាផ្លែតទៅវាអញ្ចឹងមែនក៏ប៉ុន្តែនៅពេលដែលរវល់កិច្ចការងារទុកទរៈច្រើនទៅក៏មិនបានថាព្រះអង្គហើយយ៉ាងម៉េចយ៉ាងម៉ាទេកណានោះវាតែប៉ុណ្្នឹងវារវល់ពេកប៉ុន្តែថារវល់យ៉ាងណាក៏ដោយក៏កុំភ្លេចមួយថ្ងៃឯងនឹកឃើញហ្នឹងឯងចាស់ដែរហើយបែរអញ្ចឹងទៅនឹកឃើញមួយចឹងគ្រាន់ដែរញោមហ្នឹងម៉ានហើយញោមប្រហែលជាម៉ានហើយកាលវេលាបាន1ម៉ោងនៅញោមនៅហ៎តាថា1ម៉ោងអីទៅអាត្មាថា1ម៉ោងក៏បាន1ម៉ោងកន្លះក៏បាន2ម៉ោងក៏បានហ្នឹងហើយញោមថាអញទៅផ្ទះហើយមិនដឹងទេហ្នឹងហើយខ្លាចយប់ហ្នឹងហើយប៉ុន្តែមិនអីទេបន្តបន្តិចទៀតហ្នឹងហើយបន្តិចទៀតហើយញោមណោះ
chọc đay chọc chương ấy ai và lia đây và lia chương ba prom đại ban chụp như thế nhủ được rồi năm ấy ban chụp như mà đong ngay chân tớ tại không pin đi có chia ca lượng nhộn nâu và thoa như pi mẹ na nó tệ đi ba đây tha mà phiếp lượng nhiều môn dưới đi có đôi chuyện đa luôn anh đây thấy có chạy chùn đòi nhôm nhiệt phong và đôi chia trừ rôm nó cam mà bị thi bóng chia phản nặng cách được bao nhôm phong hay để dê ông pi ca bô chia ca tục đã sọc nhôm nhiệt chỉ cột bòi sạch ca đơm lấy dưới tay để vô sọc đưa vô tới bật tay tức vô tập cóc rư có vô bô chia được lớn rư có vô tập đạn nấu đơm trừ và là lâu đấy sọc dương gồm ai vô tụ bỏ cho tam tức thêm ai vô tụ cho prey ná và off prey khăn việc soi đau kia đau e miền sạch để na xí vì của bà hốt mà đó dương tục dương dục cọp nó về cọp tao nước hơi hạt cọp tục vì bây năm tấu lại vì miền nó tập hiệp sầm rạp lược dục một phương bón có toàn là cao về liệt thay chẳng có riệp trong bô chia tại mà đòn làm chúng ta phần bô chia có số thời gian đây nhung nhật số dương trâu bằng sco là tư con ca mà có sau ấy nức hơn về chung ban về trôi năng về cái cam thi ấy như còn để speed thiệt nhiều tập thi tới số đà hay đôi nhung nhật miền thon thiên chấm nai trộm sòng bát spa swang riệp trong nộp mê rụp riệp trong nâu cả lấy bô chia đại mưa tao xạ xong dương tay kết tha ca riệp trong đồng công đồng cao nó đồng bay ôi xong nâng kết tự vua xong nâng côn bỏng nách rồi bọn lụn nè miền côn đó nghe đã khất không chân bay bạch dương khất không tục lục đồng rong dương đang bàn mà nó rồi hô một đó bền nè nhung như cho cô tập bo thì sạch và đôi chè mà phiếp ấy có đôi khi nè để slap tớ mình bán căn vô ở vậy tớ số bay bẩn tích bẩn tối cọc miền đòi giang xung bay để riêng cai chỉ ti sờ lanh rồi bọc luôn có mình áp dựa thời bàn à quay để luôn anh thọp miên thọp cơn to tầm óc có cung té anh nhốt cung té bị nia cha ngày từ thời côn tương lai có mình ai chui ban sva mây có mình ai chui ban khẽ là kia có mình ai chui ban đôi giang tới trộm sầm bắt con mình ai đọc đô bàn con té bỏ ăn trong ta sầm đây tha bởi dương luôn nấu miên rồi bỏ thằng on nâng hết con té bỏ sân chia mình ban thì cha là na mình ban cất cú tế dương nâng khai từ triệt chọc ăn tệ từ mình nhôm nhiệt lọp khơi thà nô pê đa cái co và lo cái co ấy miền bạ ấy tay này khơi sạch đôi chữ của vì xây cái sạch của vì nấu không cả lò đừng thầy lo nó việc bật chật thầy dương ngon tha ta vì châu tạm là ấy việc con việc scan thì nấu trong đất đói về là tao về co tao khơi của nó việc ngọt nó không gì anh đang mơ bị ấy không mơ bị ca cho chụp vẽ vợ chập cặp nát nó còn lại nữa chẳng nói nhớ chắc bạn xung bay để nhôm nhiệt miền trọ bên sầm bạn nó về tay để bạch tìm môi nó ông thà dừng về vì sao cái vô tập cọc đây cọc lại nè là bây giờ rõ khơi nhỉ đằng nơi nè trong tim muối cùng về tí pi cái lùi tí bay vào cụ niệm của cụ ấy nó bị chùn tới dương bắt trộm bắt ấy cho bạn thảo nó phải để dương miên chân cho tao ăn hơi pe khác với tôi chỉ oi tô dương vĩnh đời xá dương cùng bán pra rư co cùng bán bị trà là ná còn phí ở quấy đại dương của cung tại miền nè về khá dương miền hết rồi bao thì dương miền nó việc tao chia thua ói bạc phò đo
សតិបញ្ញារបស់យើងនេះធ្វើឲ្យកំណត់ឲ្យយើងនឹងផ្លាត់ទៅទៀតជាប់ជំពាក់ជាមួយនឹងអ្វីកើតហ្នឹងដោយញោមញាតចំណាំនិយាយថាវាលោកតាមួយអង្គមកដាំអំពៅដល់ពេលសគុតទៅតកើតអំពៅអត់តកើតតកៅនៅអំពៅហ្នឹងណាប៉ះអំបានទេអញ្ចឹងបានថាតែមានពាក្យអញនៅក្នុងហ្នឹងហើយពិបាកអីញោមហ្នឹងហើយមានពាក្យអញនៅក្នុងហ្នឹងហើយពិបាកដូចថាមើលកូនខ្ញុំមកខ្ញុំកូនហើយចៅខ្ញុំចៅហើយប៉ុន្តែចៅក៏ចៅទៅកូនក៏កូនទៅប៉ុន្តែអានឹងវានិយាយអញ្ចឹងដូចស្រួលប៉ុន្តែអ្វីដែលជាមនុស្សចេតនាអ្វីដែលជាព្រមវិធអ្វីដែលជាចិត្តមេត្តានឹងវានៅតែមានអញ្ចឹងប៉ុន្តែដឹងថាកូនក៏នៅតែកូននឹងឯងមិនអាចជួយឲ្យយើងបានទេឈឺយើងអាចជួយគ្នាបានខាងក្រៅទូលរែកអីយើងអាចជួយគ្នាបានប៉ុន្តែដល់ពេលអារឿងសេចក្តីល្អសាងអំពើល្អពេលឈឺពេលស្កាត់អីគេបានជួយទៅខាងក្រៅនឹងឯងអញ្ចឹងថាយើងចេះតែស្រឡាញ់ខ្លួនឯងឲ្យបានច្រើនសើសេចក្តីល្អសម្រាប់ខ្លួនឯងដើម្បីឲ្យខ្លួនឯងនឹងវាបាននូវសេចក្តីសុខនេះវាតតែយើងមានការអប់រំចិត្តញោមក៏ហត់កាយហើយហត់ចិត្តទៀតហត់កាយកាលណាតែមិនសូវសប្បាយចិត្តហើយវាកាន់តែទ្រុឌទ្រោមវាកាន់តែទរនទរាវាកាន់តែបាក់ស្រឹកទៅទៀតហត់កាយក៏ពិតមែនក៏ប៉ុន្តែមានកម្លាំងចិត្តកាលណាតែយើងមានកម្លាំងចិត្តហេតុអីបានជាមានកម្លាំងចិត្តដោយសារយើងបានស្ដាប់ធម៌យើងបានស្ដាប់ធម៌យើងបានរៀនធម៌ហើយការស្ដាប់ធម៌នេះញោមញាតកុំអោយប្រកាន់ថាអូតើចាស់បានស្ដាប់ធម៌អត់ទេញោមអ្នកណាដែលបានស្ដាប់ធម៌អ្នកណាដែលបានរៀនធម៌យកធម៌នោះយកមកទុកក្នុងជីវិតប្រចាំថ្ងៃរបស់យើងឲ្យបានរឿយទៅសេចក្តីសុខនឹងកើតមានព្រះអង្គមិនមែនសំដែងឲ្យយើងថាយើងទៅវត្តក៏តែទៅវត្តអញ្ចឹងទៅយកចង្ហាន់ទៅប្រគេនលោកឲ្យមកវិញអញ្ចឹងទៅអត់ទេញោមព្រះអង្គទ្រង់តាសំដែងបើស្វាមីនឹងត្រូវមានធម៌អីចំពោះភរិយាបើកូននឹងត្រូវមានធម៌អីចំពោះលោកអ្នកមានគុណបើសិស្សនឹងត្រូវធ្វើយ៉ាងម៉េចបើគ្រូនឹងត្រូវធ្វើយ៉ាងម៉េចបើយើងជាកុហកនឹងត្រូវបំពេញអីមានទានមានសិលមានភាវនាអញ្ចឹងទៅបើញោមយិតអញ្ជើញទៅញោមអញ្ជើញតាអញ្ជើញទៅបួសទៅក៏បដិបត្តិសិលសមាធិបញ្ញាទៅអរលោកយាយណាលះកាត់បានទៅបួសធ្វើដូនជីក៏ខំប្រតិបត្តិណាភាវនាអប់រំកាយវាចាចិត្តអញ្ចឹងទៅដើម្បីសន្សំនៅសេចក្តីសុខក៏ប៉ុន្តែសួរថាយើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងអាចប្រតិបត្តិធម៌បានទេបានដែលព្រះអង្គទ្រង់តាសម្ដែងឲ្យយើងមានសេចក្តីសុខអាត្មាភាពចាកឆ្ងាយតិចចុះនិយាយអំពីបនសពតែធ្លាទៅដល់កន្លែងហ្នឹងប៉ុន្តែអានឹងជាធម៌ដែរបើសិនជាអត់យល់ទឹកបតីអត់យល់អំពីចិត្តគំនិតគ្នាទេឈឺស្លាប់ដូចគ្នាហ្នឹងហើយអត់ដូចគ្នាចឹងបានថាបំណាច់តែបានកើតមកជួបមុខគ្នាហើយញោមចេះតែធ្វើល្អចំពោះគ្នានឹងគ្នាទៅវិញមកធ្វើម៉េចបើវាតែងតែមានខុសឆ្គងខ្លះដោយកាយដោយវាចាហើយចិត្តនោះក៏វាគ្រូតគ្រៀតវាខ្នក់វាខ្នាញ់ចំពោះគ្នានឹងគ្នាយ៉ាងណាក៏បើធ្លាប់ចងហើយក៏ស្រាយដើម្បីឲ្យធូរវិញប៉ុន្តែតម្រាំតែយើងស្រាយបាននឹងងាយញោមអញ្ចឹងណានិយាយស្រួលហ្មងនិយាយគឺស្រួលណាស់ប៉ុន្តែអ្វីដែលវាជាការពិតអ្វីដែលយើងធ្វើជារឿងលំបាកអញ្ចឹងអាត្មាភាពលើកពីនេះបន្តិចពីនោះបន្តិចបើតាមពិតទៅញោមស្ដាប់យូរទៅថាដូចជាមិនមានធម៌អីណាណីប៉ុន្តែនិយាយស្រាមកសម្រាយចឹងទៅយល់ខ្លះដើម្បីជាការពិចារណាអំពីជីវិតរបស់យើងទេអញ្ចឹងក្នុងវេលាគ្រាឱកាសនេះញោមឧបាសិកាខណ្ឌជន្លីនេះក៏បានលះលោកហើយអញ្ចឹងចាត់ទុកថាជាការផ្ដល់សញ្ញាដល់ញោមញាតក៏ដូចជាអាត្មាភាពនឹងថាគាត់បានទៅមុនហើយអ្វីដែលជាសំខាន់បំផុតញោមញាតជាពុទ្ធបរិស័ទមិនដឹងថាការលះលោកនេះទៅកាន់លោកខាងមុខនឹងគាត់ទៅចាប់អរិសន្ធិឬក៏កុសលតតែងអកុសលតតែងឲ្យទៅកើតនៅទីកន្លែងណាញោមញាតអត់ដឹងអាត្មាភាពក៏មិនដឹងដូចគ្នាក៏ប៉ុន្តែអ្វីដែលជាចំណុចដែលញោមត្រូវដឹងគឺញោមបំពេញបុណ្យកុសលឧទ្ទិសជូនចំពោះគាត់អញ្ចឹងបានកិច្ចចំពោះអ្នករស់នេះគឺញោមញាតចាំថា
គ្រប់កិច្ចកម្មវិធីបុណ្យទានទាំងអស់ញោមញាតិពុទ្ធបរិស័ទដែលជាម្ចាស់ដើមទានប្រធានដើមបុណ្យអាត្មាភាពក៏សូមចិត្តអធិស្ឋានទាំងអស់ញោមឲ្យតែយើងធ្វើកម្មវិធីហើយប៉ុន្តែយើងធ្វើកម្មវិធីបុណ្យប៉ុន្តែយើងឲ្យធ្វើបុណ្យឲ្យមែនតើម៉ោងប្រគេនចង្ហាន់ប្រសង់ឡើងប្រគេនចង្ហាន់ប្រសង់ពេលមកសមាទានសិលយើងសមាទានសិលពេលប្រគេនចង្ហាន់យើងកុំឲ្យចាំរុញម៉ែវារុញអូវាអត់កើតទេញោមអត់ទេណាតែប្តីប្រគេនបានបុណ្យប្តីប្រពន្ធប្រគេនបានបុណ្យប្រពន្ធហើយកិច្ចដែលយើងបានបំពេញបុណ្យបំពេញកុសលយើងមានបុណ្យមានកុសលកើតនៅសទ្ធាចេះថ្លាហើយយើងឧទ្ទិសជូនលោកអ្នកមានគុណរបស់យើងឧទ្ទិសដល់លោកឪពុកកអ្នកម្ដាយខពពួកញាតិព្រមទាំងសពសត្វដែលជាញាតិក្តីមិនមែនជាញាតិក្តីរស់ក្នុងសង្សារវដ្តគ្រប់ជាតិសូមលោកអ្នកដែលមានគុណទាំងអស់នោះមកត្រេកអរអនុមោទនាបុណ្យឲ្យបានជាបច្ច័យរួចផុតចាកពីសតិទុក្ខគិតឧទ្ទិសអញ្ចឹងខ្សឹបក្នុងចិត្តខ្លួនឯងអញ្ចឹងឯកិច្ចចុងក្រោយនោះអ្នកស្លាប់បើគាត់ត្រេកអរអនុមោទនាក៏បានបើគាត់មិនបានត្រេកអរអនុមោទនាក៏មិនបានអញ្ចឹងញោមញាតិតែតែពឹងដល់ពពួកទេវតាក្រែងលោសូមជូនដំណឹងនឹងទៅដល់លោកអ្នកមានគុណផងតាកូនចៅនៅឯនេះនឹងគេធ្វើបុណ្យធ្វើទានចេះឲ្យត្រេកអរប៉ុន្តែអ្វីដែលចំណុចសំខាន់ញោមញាតិត្រូវរៀនអនុមោទនាបុណ្យអនុមោទនាមយៈក្រែងលោថាពេលគេជូនបុណ្យណាយើងអត់ដឹងថាសាធុនឹងមានន័យថាម៉េចយើងចេះតែសាធុហ្នឹងទៅពេលខ្លះអត់ចេះសាធុទៀតបើយើងមិនចេះសាធុបានន័យថាប្រៀបដូចជាសត្វកូនរីកឬក៏កូនសត្វដែលវាឃើញចំណីហើយវាអត់ចេះស៊ីទេវានៅតែហាមាត់ចឹងឯងចឹងបានរៀនសាធុពេលគេជូនបុណ្យឲ្យសាធុឲ្យព្រោះតែចិត្តឲ្យបង្អោនមែនបើគេជូនបុណ្យខ្ញុំបានបំពេញបុណ្យកុសលយ៉ាងនេះសូមបងត្រេកអរអនុមោទនាសេចក្តីល្អបុណ្យកុសលជាមួយខ្ញុំផងយើងក៏ត្រេកអរជាមួយចិត្តរបស់យើងក៏បង្អោនទៅរកបុណ្យកុសលដែរបុណ្យសេចក្តីល្អរបស់អ្នកដទៃយើងត្រេកអរជាមួយនឹងសេចក្តីល្អរបស់អ្នកដទៃក៏កើតជាបុណ្យជាកុសលចឹងបានថានេះជាអនុមោទនាមយៈត្រេកអរអនុមោទនាបុណ្យរបស់អ្នកដទៃយើងមានទានមយៈសីលមយៈភាវនាមយៈហើយយើងមានអនុមោទនាមយៈមានអបច្ច័យនមយៈការគោរពនៅក្នុងបញ្ញកិរិយាវត្ថុ10ដែលញោមញាតិពេលខ្លះអត់អស់លុយទេអត់អស់ទ្រព្យអស់សម្បត្តិតែអាចចម្រើនបុណ្យកុសលបានអញ្ចឹងញោមញាតិជាពុទ្ធបរិស័ទសង្ឃឹមថានឹងបានជាពូជបុណ្យជាពូជកុសលនឹងសំនៅសតិបញ្ញាហើយមួយចំណែកបានជាការជួបជុំគ្នាដើម្បីស្ដាប់ពធលើកពីនេះបន្តិចដើម្បីចែកជូនញោមញាតិជាពុទ្ធបរិស័ទគ្រប់រូបគ្រប់គ្នាទាំងអស់ដែលបានគោរពនឹងអញ្ជើញមកចូលរួមហើយបុណ្យកុសលឯណាដែលអាត្មាភាពបានបំពេញព្រមទាំងសេចក្តីល្អរបស់ញោមញាតិជាពុទ្ធបរិស័ទនេះសូមឧទ្ទិសកង្កាមកុសលនឹងជូនទៅដល់ឧបាសិកាខណ្ឌជន្លីក៏ដែលបានលះលោកនេះទៅកាន់លោកខាងមុខហើយក៏កាលពីរំលងអាត្រៀតយប់មិញនេះម៉ោង 1:52 នាទីក្នុងជន្មាយុ64ឆ្នាំក៏ដោយរោគពាពៀតអញ្ចឹងទេយោមញាតិពុទ្ធបរិស័ទដែលបានប្រងប្រាប់ស្ដាប់ធម៌ក្នុងវេលាគ្រាឱកាសនេះសូមតាំងចេតនាជ្រះថ្លាចំណែកអនុមោទនាកង្ការមហាកុសលនេះទៅតាមសតិបញ្ញារៀងខ្លួនណាយោមញាតិអនុមោទនាធម៌ទេសនាដែលស្វាភាពលើកឡាត់កាត់ដោយខ្លីៗប្រមាណប៉ុណ្ណេះក៏សង្ឃឹមថាយោមញាតិពុទ្ធបរិស័ទនឹងទទួលបានជ្រាបខ្លះបើសិនជាខុសឆ្គងត្រង់ចំណុចណាក៏សូមយោមញាតិខន្តីអភ័យអត់ទោសហើយពធទេសនាក្នុងវិទ្យាការនេះអាត្មាភាពក៏សន្មតថាបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំង